កម្លាំងទាហានវៀតណាមជាច្រើនអ្នកមានប្រដាប់ដោយដំបងឆក់និងកាំភ្លើងផងបានប្រើកម្លាំងរុញច្រានក្រុមអ្នកតំណាងរាស្ត្រនិងប្រជាពលរដ្ឋដែលចុះទៅពិនិត្យមើលស្រះទឹកដែលប្រជាពលរដ្ឋរាយការណ៍ថាវៀតណាមបានលួចជីកនៅក្នុងទឹកដីខ្មែរនៅក្នុងពេលប៉ះទង្គិចនោះកងកម្លាំងសមត្ថកិច្ចខ្មែរជាង20នាក់ដែលអមដំណើរក្រុមអ្នកតំណាងរាស្ត្រនិងប្រជាពលរដ្ឋខ្មែរបានឈរហុំព័ទ្ធដើម្បីការពារនិងសម្របសម្រួលជាបន្តបន្ទាប់ការប្រទុសរាយដោយរុញច្រាននិងការប៉ះទង្គិចពាក្យសម្ដីរវាងកងកម្លាំងវៀតណាមនិងប្រជាពលរដ្ឋខ្មែរកើតឡើងសរុបទាំងអស់2ដងប៉ុន្តែមិនបណ្ដាលឲ្យមានអ្នករងរបួសឡើយគួរជំរាបជូនថាតាំងពីព្រឹកព្រលឹមថ្ងៃច័ន្ទទី8ខែមិថុនានេះក្រុមអ្នកតំណាងរាស្ត្រគណៈបកប្រឆាំងនិស្សិតនិងប្រជាពលរដ្ឋខ្មែរជាង200នាក់បានធ្វើដំណើរទៅព្រំដែនកម្ពុជាវៀតណាមត្រង់ចំណុចភូមិលំឃុំប៉ក់ញ៉ៃស្រុកអូយ៉ាដាវខេត្តរតនគិរីដំណើរទៅកាន់ព្រំដែនកម្ពុជាវៀតណាមនេះធ្វើឡើងក្នុងគោលដៅពិនិត្យមើលស្រះទឹកចំនួន5ដែលប្រជាពលរដ្ឋរាយការណ៍ថាវៀតណាមទើបតែលួចជីកនៅក្នុងទឹកដីខ្មែរលោកម៉ៅមុនីវ៉ាន់តំណាងរាស្ត្រគណៈបកសង្គ្រោះជាតិដែលបានដឹកនាំក្រុមអ្នកតំណាងរាស្ត្រនិងប្រជាពលរដ្ឋទៅពិនិត្យមើលស្រះទឹកនោះបានអះអាងថាមានស្រះទឹកយ៉ាងហោចណាស់ចំនួន7ដែលវៀតណាមបានលួចជីកនៅក្នុងតំបន់សដែលជាតំបន់ហាមឃាត់ដែលភាគីកម្ពុជាវៀតណាមនៅមិនទាន់បានឯកភាពគ្នាបោះបង្គោលនៅឡើយស្រាប់តែអាជ្ញាធរវៀតណាមបានជីកស្រះជាឯកតោភាគីដើម្បីយកទៅស្រោចស្រពដំណាំម្រេចនិងកៅស៊ូនៅក្បែរនោះទៅវិញក្នុងនោះបើតាមលោកម៉ៅមុនីវ៉ាន់ស្រះទឹកចំនួន2ជាស្នាមជីកចាស់ចំណែកស្រះទឹក5ទៀតទើបតែត្រូវបានវៀតណាមជីកក្នុងពេលថ្មីនេះប៉ុណ្ណោះក្រោយពីបានពិនិត្យមើលស្រះទឹកទាំង7រួចលោកម៉ៅមុនីវ៉ាន់បានអះអាងថាលោកនឹងធ្វើរបាយការណ៍ជូនទៅប្រធានរដ្ឋសភានិងរដ្ឋាភិបាលកម្ពុជាឲ្យចាត់វិធានការការទូតដើម្បីឲ្យភាគីវៀតណាមលុបស្រះទឹកទាំងនោះចេញជាបន្ទាន់